ជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel សុជាសេរីសម្រាប់ការចែករំលែកវីដេអូថ្មីទៅកាន់បងប្អូនទាំងអស់គ្នាអូខេនៅថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាពីចំណុចខ្លះៗនិងទិញលេខខ្លះៗនៅក្នុងទូរស័ព្ទ iPhone បាទពុកម៉ែបងប្អូននៅពេលដែលទូរស័ព្ទរបស់បងប្អូនធ្លាក់ចូលទឹកឬក៏ត្រូវទឹកភ្លៀងចូលអូខេតើបងប្អូនគួរតែធ្វើបែបណានៅក្នុងកម្មវិធី iOS របស់ iPhone យើងមានកម្មវិធីមួយដើម្បីទាញទឹកនិងរុញច្រានទឹកពីនៅក្នុង volume ហើយនិង speaker របស់យើងចេញបានដោយងាយស្រួលដោយយើងមិនបាច់ប្រើ app ឬក៏ download app មួយណាមួយសម្រាប់យកមកប្រើប្រាស់ទេអូខេយើងត្រូវចូលនៅក្នុង Google ដើម្បីយើងទាញរកកម្មវិធីមួយដែលយើងមានឈ្មោះថា Water Eject អូខេឥឡូវយើងសូមទៅទាញ app ទៅនឹង website នេះទាំងអស់គ្នាដើម្បីយើងទាញទឹកនៅក្នុងទូរស័ព្ទរបស់យើងចេញជាបងប្អូនចូលមកកាន់ Chrome តើបងប្អូនចូលនៅក្នុង website ដើម្បីយើង search រកកម្មវិធី Water Eject បងប្អូនវាយពាក្យ Water Eject មកអូខេបន្តមកទៀតអូខេយើងនឹងចូលទៅកាន់ website នេះផងដែរអូខេប្រភេទ website នេះយើងមិនមែនជាប្រភេទជា app ឬក៏ជាអីទេសម្រាប់ដំឡើងគឺយើងចូលនៅក្នុង website ហើយបន្តមកទៀតបងប្អូនជ្រើសរកពាក្យ Water Eject យើងយកពាក្យ get shortcut បន្ទាប់ពីបងប្អូនយកពាក្យ get shortcut យើង add shortcut មានន័យថាយើង add ទៅលើកម្មវិធីរបស់យើងនៅក្នុងផ្ទាំងតែម្ដងនៅលើទូរស័ព្ទអូខេបន្ទាប់ពីបងប្អូនចូលនៅក្នុង all shortcut ហើយយើងចូលសញ្ញាត្រី3យើងរើសយកពាក្យអូខេ start នៅក្នុងនេះយើងមាន3អញ្ចឹងយើងទី1ប្រភេទស្រាលមានថាទឹកចូលទៅលើទូរស័ព្ទរបស់យើងគឺចូលតិចតួចទេហើយកម្រិតទី2គឺរៀងច្រើនអូខេយើងបើសិនណាយើងគិតថាកម្រិតមួយណាត្រូវនឹងទូរស័ព្ទរបស់យើងជ្រើសកម្រិតណាមួយតែម្ដងអូខេឥឡូវវាចាប់ផ្ដើមដំណើរការហើយយើងរងចាំបន្តិចអូខេសម្រាប់ទឹកដែលចូលនៅក្នុងទូរស័ព្ទរបស់យើងគឺវាត្រូវរុញច្រានមកវិញដោយប្រភេទ website នេះអូខេយើងចុចពាក្យ allow ទៅលើកម្មវិធីហ្នឹងមកសម្រាប់ការចូលចិត្តនិងតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទសូមបងប្អូនជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណ